ស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាក្រោយពីចប់ប្រជុំធំមួយថ្ងៃយើងបានធ្វើដំណើរកំសាន្តទៅលេងទឹកធ្លាក់អូជាំស្រុកសំឡូតហើយយើងធ្វើដំណើរចេញពីស្រុកមុងឫស្សីឃុំកកោះឆ្ពោះទៅអូជាំហើយយើងធ្វើដំណើរទៅតាមកោះក្រឡបងប្អូនផ្លូវកោះក្រឡយើងឥឡូវយើងដល់មកកោះក្រឡយើងធ្វើការបត់ទៅខាងស្ដាំដៃឡើងទៅតែម្ដងហើយតាមផ្លូវក៏មានសម្ភារដូចក្នុងវីដេអូនេះផងដែរគឺលំបាកខ្លះដែរហើយក្នុងវីដេអូនេះឃើញផ្លូវដូចជាស្រួលទេក៏ប៉ុន្តែនៅខាងក្រៅអាលាក់ណាស់បងប្អូនអើយអាលាក់មែនតើហើយស្រួលក៏ច្រើនហើយមិនសូវបានជាថតច្រើនទេថតខ្លីៗអញ្ចឹងណាព្រោះពេលហ្នឹងយើងកំពុងជិះម៉ូតូហើយក៏វាក្តៅដែរមេឃអត់សន្ទុំទេគឺក្តៅតែម្ដងហើយយើងនេះយើងធ្វើដំណើរស្ពោះមកកាន់ផ្លូវអសតទេបងប្អូនឥឡូវយើងបានមកដល់ផ្លូវអសតទេដែលគេហៅផ្លូវអសតទេណាបែកទៅវាវែងមកខាងបាត់ដំបងអញ្ចឹងណាឥឡូវយើងបត់មកស្នាមដៃមកដល់ផ្លូវអសតទេបត់ទៅស្នាមដៃឡើងមកតាមផ្លូវជាតិលេខ10ឡើងមកតាមផ្លូវជាតិលេខ10យើងធ្វើដំណើរមកមុខត្រង់តែម្ដងហើយប្រហែលជាច្រើនគីឡូដែរព្រោះបានកាន់ស្មានទេហើយទៅលើកទី1អត់ដឹងថាប៉ុន្មានគីឡូទេហើយយើងចែជីទៅនេះជីក៏ហួសផ្លូវបានបកមកក្រោយវិញភ្លេចថតផ្លូវចូលប្រាប់បងប្អូនឥឡូវចូលមកដល់ក្នុងបានព្រោះដោយសារពេលហ្នឹងជីហួសផ្លូវវិញបត់ចូលតែម្ដងឥឡូវយើងចូលផ្លូវអូជាប់ណាបងប្អូនចូលមកដល់ផ្លូវអូជាប់ឥឡូវយើងមកបានមកដល់ផងដែរហើយគឺថាសម្បូរមនុស្សមកដែរមនុស្សមកច្រើនមែនតើចាប់ជុំធំយើងឃើញគេមកដើរលេងច្រើនដែរហើយឥឡូវយើងក៏ទៅរកអីទិញអីឡើងទៅហូបពីលើអញ្ចឹងណាក៏ប៉ុន្តែទិញបានតែស្ទីង3កែវទេហើយនឹងបើអីតិចតួចចឹងណាហូបជុំគ្នាពូដោយសារហ្នឹងគេអត់ឲ្យយកអីច្រើនឡើងទៅលើទេបងប្អូនគេអត់ឲ្យយកអីច្រើនទៅហូបទៅលើទេគេហាមឃាត់គេដាក់បំរាមនៅនឹងអញ្ចឹងណាតែអត់បានថតឲ្យមើលទេកន្លែងគេដាក់បំរាមគាត់ហាមប្រាប់តែម្ដងហើយតាមផ្លូវឡើងទៅលើគឺឆ្ងាយហើយលំបាកបងប្អូនលំបាកមែនតើសម្រាប់បងប្អូនណាដែលមានក្មេងៗឡើងទៅគឺបាក់មែនតើតែបើសម្រាប់ពួកខ្ញុំអត់អីទេធម្មតាបាក់ខ្លះអញ្ចឹងព្រោះដោយសារយើងចង់ឃើញទឹកធ្លាក់នៅលើព្រោះថាមិនបានឃើញទេព្រោះដោយសារចង់មកយូរហើយកន្លែងហ្នឹងគឺថាពិបាកមែនតើហើយមានកម្មចរាកម្មអីគេដាក់ឲ្យដើរដែរតាប៉ុន្តែវារៀងយ៉ាងតិចឥឡូវយើងទៅការចុះទឹកឡើងទៅទំនប់តង់ទី2សិនបងប្អូនតិចទៀតយើងនឹងដល់ហើយគេហៅទំនប់ទឹកធ្លាក់តង់ទី2ឃើញគេដាក់អញ្ចឹងបងប្អូនតែបានថតអីនេះទឹកធ្លាក់តង់ទី2បងប្អូនហើយយើងនៅឡើងទៅក្រោយទៅមុខមកតង់ទៀតអាកម្មចរាក្រោយខ្ញុំហ្នឹងបងប្អូនកម្មចរាក្រោយខ្ញុំឡើងទៅលើមកតង់ហ្នឹងទៀតបានដល់គោលដៅរបស់យើងដែលយើងចង់ទៅហ្នឹងណាឥឡូវយើងទៅការឡើងកម្មចរាហ្នឹងតែម្ដងតែខ្ពស់បងប្អូនកម្មចរាហ្នឹងប្រហែលជា10ម៉ែត្រជាងអីហ្នឹងពូដែរពូថតក្នុងវីដេអូឃើញនេះទៀតទេបងប្អូនតែនៅខាងក្រៅខ្ពស់មែនតើឡើងងល់ជើងណាហ្នឹងណាហើយឥឡូវយើងបានមកដល់គោលដៅហើយអ្នកទៅជាមួយនេះក៏ដល់ហើយដែរឃើញវីដេអូភ្លាមរត់ចូលអោបតែម្ដងគឺប្រពន្ធខ្ញុំនឹងហើយបាទគ្មានអ្នកណាទេមកលុកបែប sweet ផងអីផងអញ្ចឹងណាមើលបងប្អូនមើលចែកគ្នាមើលទៅនេះទឹកជ្រោះដែលកំពុងធ្លាក់មកបងប្អូនស្អាតខ្លាំងណាស់ស្អាតមែនទែនទឹកធ្លាក់មកមានកម្ពស់ខ្ពស់អូជួងខ្ពស់ហើយស្អាតហើយសួរអ្នកមកជាមួយនឹងហត់អល់គាត់ថាហត់ខ្លាំងណាស់ក៏ប៉ុន្តែសប្បាយហ្នឹងហើយសប្បាយព្រោះដោយសារចង់មកយូរហើយយើងទៅបានមកដល់នេះបងប្អូនទឹកធ្លាក់មានកម្ពស់ខ្ពស់ហើយទឹកធ្លាក់មកប្លង់សាច់ត្រជាក់ស្រេបមកបងប្អូនហើយពីលក្ខណៈថាជាធ្លាក់ខ្លាំងមកឡងបែកចេញពណ៌អិនតនូឯគេហៅពណ៌អិនតនូណាស្អាតមែនតើហើយត្រជាក់សំបីតែយើងថតបដៅហ្នឹងទឹកសើមកាមេរ៉ាកាមីស្អាតមើលបងប្អូនមើលឡើងនេះឃើញរូបយើងរៀងព្រើឡើងកាមេរ៉ាសើមទឹកអើយខ្ទៀតខ្លាំងមែនតើតែក្នុងវីដេអូនេះធម្មតាតែនៅខាងក្រៅ the best fresh សាហាវវាត្រជាក់ហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរចង់ប្រាប់បងប្អូនថាមកអូជាប់ហើយឥឡូវដល់គោលដៅហើយមានតែប៉ុណ្្នឹងបាយបាយ